អ្នកទាំងអស់គ្នាចាំកាដូ Pride Up នេះបានអត់ដែលខ្ញុំ unboxing ជាមួយអ្នកនរគ្នាកាលពីប្រហែលថ្ងៃមុនដល់អញ្ចឹងឥឡូវនេះគឺថាខ្ញុំទទួលបានកាដូដ៏អត់កំបាំងនឹងមកមួយទៀតហើយគឺ Pride Up ដូចគ្នាលើកនេះគេមានឈ្មោះនៅខាងក្រៅឲ្យយើងឃើញហ្មងទីមួយនេះគឺជាកត្រកផ្កាអ្នកនរគ្នាពីខាង Pride Up គេផ្ញើមកខ្ជូតមែនតើ3នេះអ្នកនរគ្នាខាងក្រុមការងារ Pride Up ហ្នឹងគេប្រាប់ថាប្រអប់នេះគឺ limited edition មានកំណត់ណាអត់មើលណា Oh my god អ្នកនរគ្នាខ្ញុំមានអារម្មណ៍ថាគឺ skin care ត្រូវអត់នឹងហ្មង serum brightening UV គឺ skin care មែនអ្នកនរគ្នា Oh my god ហើយក៏ឈាមគេឡើងស្អាតហ្មងអ្នកនរគ្នានេះមើលរូបរាងគេចេញមកឡើងកលិបបដ ாய் ឃើញអត់ខ្ញុំគាត់ថាជា serum ហើយអានេះគឺជាផ្នែក cream អីចង់ការ wake shop គេ packaging រូបរាងអីឡើងស្អាតអានេះគឺជា UV ការពារកម្ដៅថ្ងៃក្រុមការងារប្រាប់ខ្ញុំថាអានេះគឺជាផលិតផលរបស់កូនខ្មែររបស់យើងហ្មងគឺ skin care ផលិតផលរបស់កូនខ្មែរប៉ុន្តែស្តង់ដាររបស់ប្រទេសជប៉ុនស្រាយចម្ងល់បានហើយអញ្ចឹង Pride Up នេះគឺជាគ្រឿង skin care អ្នកទាំងអស់គ្នាអញ្ចឹងបើអ្នកទាំងអស់គ្នាចង់គ្រប់គ្រងផលិតផលខ្មែរកុំភ្លេចជាមួយនឹង Pride Up នេះផងពីព្រោះថានេះគឺជាផលិតផលរបស់កូនខ្មែររបស់យើងសុទ្ធសាធស្តង់ដាររបស់ប្រទេសជប៉ុនហើយក៏អរគុណម្ដងទៀតសម្រាប់កាដូដ៏ស្រស់ស្អាតមិនឥឡូវនេះឈប់ឆ្ងល់ហើយថា Pride Up គឺជាស្អីគេ Pride Up គឺជាគ្រឿង skin care អរគុណទៅដល់ Pride Up បាយបាយកុំភ្លេចគ្រប់គ្រង Pride Up ទាំងអស់គ្នាបាយបាយ